ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទ Hermes 900របស់អ៊ីស្រាអែលជាដ្រូនស៊ើបការដ៏ទំនើបនិងមានតម្លៃរហូតដល់ទៅ10 លានដុល្លារក្នុងមួយគ្រឿងចែកចាយនៅបណ្ដាញ Telegram កាលពីថ្ងៃសុក្រសប្តាហ៍មុនទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញពីសាកសពដ្រូនសណ្ដូកស្តុកស្ដឹងនៅក្នុងទឹកដីទីក្រុងអ៊ីសាហ្វានភាគខាងត្បូងរបស់ទីក្រុងទីរ៉ង់ជាតំបន់សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធយោធានិងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់មានការរាយការណ៍ថាអ៊ីរ៉ង់អាចប្រើមីស៊ីលប្រភេទ TOR M1 ផលិតនៅរុស្ស៊ីឬក៏មីស៊ីលផលិតក្នុងស្រុកសាយ៉ាតដែលមានតម្លៃចន្លោះពី 10,000 ទៅ 20,000 ដុល្លារក្នុងមួយគ្រាប់ដើម្បីបាញ់ទម្លាក់ដ្រូនអ៊ីស្រាអែលនេះកងកម្លាំងការពារអ៊ីស្រាអែល IDF បានទទួលស្គាល់ថាដ្រូនរបស់ខ្លួនមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ក្រោយពីត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលពីដីទៅអាកាសDrone Hermes 900ជាដ្រូនគ្មានមនុស្សបើកទំនើបបំផុតមួយរបស់អ៊ីស្រាអែលដែលត្រូវបានផលិតដោយក្រុមហ៊ុន Elbit Systems វាអាចហោះបាន30ម៉ោងជាប់គ្នាក្នុងរយៈកម្ពស់ជិត10 គីឡូម៉ែត្រពីដី Drone Hermes 900មានតួនាទីឃ្លាំមើលយកការនិងបញ្ជូនព័ត៌មានទៅគោលដៅដែលវាមិនអាចទៅដល់វាមានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់និងប្រព័ន្ធរ៉ាដាក៏ប៉ុន្តែ Hermes 900ខ្វះសមត្ថភាពបំបាំងកាយនិងងាយរងគ្រោះនៅពេលដែលវាធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រព័ន្ធការពារដែនអាកាសរឹងមាំការដាក់ពង្រាយដ្រូននេះនៅក្នុងដែនដីអ៊ីរ៉ង់និងក្នុងតំបន់យុទ្ធសាស្ត្រថែមទៀតបង្ហាញពីជម្រៅនៃផែនការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរនិងយោធារបស់អ៊ីរ៉ង់ខណៈដែលសង្គ្រាមរវាងប្រទេសទាំងពីរបានឈានចូលដល់ថ្ងៃទី7សារព័ត៌មានអន្តរជាតិរាយការណ៍ថាអ៊ីរ៉ង់បានប្រើមីស៊ីលអស់ប្រហែលជា 1000 គ្រាប់ហើយក្នុងចំណោមមីស៊ីល 3000 គ្រាប់ដែលខ្លួនបានផលិតអ៊ីរ៉ង់បង្ហាញបំណងចង់ចូលចរចាតែមិនព្រមលុតជង្គង់ចុះចាញ់នោះទេ